vậy vậy bữa ai vậy không có ý trên đồn này đập một đập lên bàn tiền cái nè chẳng phải bông thôi ấy đó ạ đập ba hai ý đập máy nó lừa tiền nó đập bên nào ba vậy nung crom đừng crom thế đập bài crom vậy mẹ đập lừa để chơi bên đây mất cho đó cho mà crom á ốp tập mau ta chơi đồn sọc bài sọc sọc bài ta em bé đi chơi đồn cái na sọc bài chẳng á rồi mà bảo chụp dây tí rồi dính trên cô ta đang tới rồi cái na khơi mưa qua hai con chun mưa của ông nam trắng con thả bóng không trắng bỏ bạc cái tiền này bữa lại là rồi cái na tiền trắng ạ trắng bữa lại nữa con cha một màu pink cả một màu pink cả tầm đó lên này không ai bà đây chạp phía cứ chạy kịp còn sọc kia lên môi một màu du cái chát tiền có ở đây sọc kia lên môi này thế đã khá khóm tích á mình chỉ du mình chỉ chạp với cho đốn đã được các ba lần nữa đập sơ bỏ hay đi này nè hay này giờ chỗ đôn bay để sọc sập bài đây á sọc bài tục hình này chồng vui đi này chụp sai ở bên chụp nó được chụp nó thôi rồi thôi rồi thầy bàn bàn ta xa tiền thì đồn bàn ta đèn chìm bên bẹ trâu thì trâu thì mấy trăm cái na che bẹ bằng trò lá cái na ô rồi thầy mưa hạt khơi này lấy khơi nhà lời rồi cho về đam bài đam tật mạch đam bài stiệp cái na ô chú stiệp ba lượng mà đâu liệt đáy liệt trường từng ngón chạy rồi màu độ này cho ta đang tật một bên nè tật đây tay vốn tập hí vô màu pi đọp chiều na bay đọp cho tật ngụt ấy tới tập hộ tới tập hí cái na bàn ta đó quạt miền bùm môi ôi sao thuộc cái bò bạn bọt là thật trẻ cái nè chống của bạn đầm bài tích của bạn hay bom ta đầm chân bài chợ nắng màu chú nó màu đọc ý nó bàn không bàn chợ ăn đó cái nè đọc hay chiêng cái nè và hay nó hơi che trộm trong ra ngay anh dụ của màn đấy chứ đó cho năm cào tầm cáo cho năm tầm tạch vào cao khang cao để chờ nẹt cao đó cái nẹt thu thi cái nẹt miên cái từ trận từ cao học lư hả và là ngày bên bạch ta tuột nó bạch chân đấy chờ nó bữa sân công đời vào ngày này mỗi fly ấy lục cốt một bạch chân cào chiếm cái này chữ tự lý phong chữ tự năng cái này chữ tự năng có bé phụ viên hơi tục sắp đâm trong một hụi đâm tật đâm ấy thưa mày
តាមទឹកបានសៀតាម ចុង ផ្ទះនេះឯង ចូលដបបាយអង្គទៅទិញគេ ក៏បានឃុំឲ្យ ឃុំអូបាន ឲ្យមហឹកចូលឆ្នាំ បានទៅ 20គីឡូ យ៉ាបាន20គីឡូផង អូយគឺថាដាំម្ដងមកកំប៉ុង មកកំពុងភាសាបានប្រហែល10ពេល 3ដង ព្រឹកថ្ងៃត្រង់យប់ គឺថា ព្រោះចូលរងៃដឹងយប់ដឹងថ្ងៃទេដូន បានរត់យោ បានរត់យោប្រាប់ គឺថា អរគុណរត់យោអីចឹងនោះបើមិនចឹងទេល្ងឹតមើលអីមិនឃើញទេណា មើលឃើញ មិនចេះបើសិនតែយើងចដូនសលឹងមើលចំថ្ងៃតើវាមានចំណាំងអីជះមកចំភ្នែកដឹងថាពលឺហ៎ ប៉ុន្តែជួនណាទៅវាដៃចេះឃើញស្មៅ ប៉ុន្តែពេលពលឺអីឃើញជះពលឺចូលភ្នែកហ៎ អត់ អត់ត្មង គឺណា បើ ប៉ុន្តែនេះសោះ នេះសនេះសក្បោះហ្មងណា គឺណា បាទទឹកចម្រើនពរដល់ញោមមហាបាសិកាអេបឆៃគឹមញោមហាវ៉ៃនៅសហរដ្ឋអាមេរិកមិនពរក្រពេលវេលាគ្រប់កលៈទេសៈញោមតែងតែបំពេញនៅបារមីទៀតនេះតាមរយៈសមាគមពុទ្ធសាសនាជួយសង្គ្រោះខ្មែរដឹកនាំដោយលោកគ្រូព្រះមហាវិនយធេរោភិក្ខុមហាយនឿនគង់ជាអធិបតីនៅក្នុងវត្តខ្មែរសន្តានារដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកជារៀងរាល់ពេលវេលានៃការចាប់កំណើតព្រះសិទ្ធិនៃសមាគមពុទ្ធសាសនាជួយសង្គ្រោះខ្មែរពីឆ្នាំ1992រហូតដល់ពេលបច្ចុប្បន្ននេះញោមមហាបាសកញោមមហាបាសិកាតាំងពីកុងមហាបាសកលោកនៅមានបជនញោមទាំងពីរក៏តែងតែបំពេញទៀតនេះមិនមែនតែនៅក្នុងប្រទេសខ្មែរទេនៅតាមបណ្ដាប្រទេសផ្សេងទៀតកាន់ពុទ្ធសាសនាក្នុងគោលបំណងធ្វើនៅអំណោយសប្បុរសធម៌ចែកទៅដល់អ្នកកំសត់ទូរគតរងគ្រោះដោយធម្មជាតិរងគ្រោះដោយភាពផ្សេងទៀតក៏ញោមតែងតែបំពេញជារៀងរហូតហើយនៅក្នុងគណៈពេលនេះអាត្មាភាពមុនមកប្រទេសកម្ពុជាញោមក៏ផ្ញើនៅថវិកាបច្ច័យនេះចែកទានតាមទីពេទ្យដល់អ្នកក្រីក្រក្នុងខេត្តផ្សេងនៅក្នុងប្រទេសកម្ពុជាក្នុងនោះក៏ផ្ញើនៅទានដោយសេចក្តីអនុគ្រោះដោយសេចក្តីអាណិតក៏ដោយមេត្តាធម៌ចំពោះសពសត្វអ្នកខ្វះខាតអ្នករងទុក្ខលំបាកមកផ្ញើចំពោះលោកជូនចំពោះលោកយាយវឿនក៏លោកយាយដែលញោមហៅថាលោកយាយញ័រអត់បានស្គាល់ឈ្មោះយ៉ាងហៅលោកយាយញ័រឥឡូវនេះស្មាបានមកដល់ហើយដោយមានព្រះអង្គចាត់ក៏ហើយនឹងតកងឡានក៏2នាក់មកជាមួយទាំងអស់4អង្គនាក់ហើយអាត្មាបានមកដល់ដីមកផ្ទះលោកយាយវឿនហើយបាញ់មិញហ្នឹងគឺបានទៅជួបលោកយាយដាំបាយវត្តក៏លោកយាយដាំបាយវត្តគាត់លែងនៅវត្តកើតហើយគាត់លែងនៅវត្តកើតហើយគាត់កំពុងតែមានជំងឺគាត់ទៅសម្រាប់ផ្ទះតែគាត់ថាបើសិនជាគាត់គាត់ទៅវត្តវិញគាត់ទៅវត្តវិញដោយឡែកបន្ទាប់ពីនិមន្តពីផ្ទះលោកយាយញ័រជូនបច្ច័យលោកយាយញ័រហើយលោកយាយដាំបាយហើយថ្មមកផ្ទះលោកយាយញ័រក៏គឺឈ្មោះលោកយាយវឿននៅក្នុងភូមិសុភមង្គលឃុំកយាស្រុកទុកខេត្តកំពង់ធំចម្រើនពរដល់ចដូនដូចជារៀងរាល់ឆ្នាំរាល់ពេលដែលអាត្មានិមន្តមកក៏គឺញោមមហាបាសិកានៅសហរដ្ឋអាមេរិកគឺញោមមហាបាសិកាអេបឆៃគឹមក៏គាត់តែងតែចាត់ចែងនៅទានជាអំណោយជាបច្ច័យជាអីផ្សេងបដប្រជាជនប្រជាពលរដ្ឋដែលក្រីក្រខ្វះខាតនៅក្នុងប្រទេសកម្ពុជាតាមរយៈសមាគមរបស់លោកគ្រូអាត្មាហើយមានអាត្មាធ្វើកិច្ចការងារនៅទីនេះផ្ទាល់ក៏ហើយភាសានេះគឺញោមគាត់ផ្ញើបច្ច័យមកបាន40,000រៀល40,000រៀលហ្នឹងអាត្មាអត់ទិញជាអង្គទិញជាស្អីទេជូនបច្ច័យហ្នឹងសតតែម្ដងណាចដូនក៏$100ហ្នឹងមកឲ្យគេដូរទៅគឺយក40,000រៀលជូនញោមណាបងណាអញ្ចឹងចិត្តជូនញោមញោមរាប់មើលរាប់40,000រៀលកណារាប់ឲ្យត្រូវមើលមើលមិនឃើញហ្នឹងហើយបើគុណម្ចាស់ឲ្យលោករាប់ញោមឲ្យលោករាប់ប៉ុណ្ណាប៉ុណ្ណឹង1តោះ100000បើអញ្ចឹងវាមាន4កតោះ2នឹង20,000 30,000 40,000គឺដុល្លារឡើយគេមានកតុយដែរអត់ទេណាកតុយដែរបានបើអញ្ចឹងជូន21,000ណា
អត់ទេបាន 1000ណាអញ្ចឹង100បាន1000 2000ណាអូ 40 ហ្នឹងហើយបងថែមគាត់មកកតុយតិចទៅឲ្យចុកកតុយទៅណា ទៅ ហ្នឹងហើយកតុយទៅញោមណាបាន410,000ណាជីដូន គឺណា បងនឹងថ្លៃជាងគេហាងហាងឆេងញោមហាងឆេងញោមថ្លៃជាងគេ ជាបងខ្ញុំសូម មានប្រសាសន៍ធម្មតាបានហើយតិចតិចបាទតិចតិចធម្មតា ព្រះអង្គគ្រប់អង្គទាំងអស់ព្រះអង្គខំណាស់សូមគ្រប់សូមព្រះអង្គមានអាយុបច្ចុប្បន្នយឺនយូរដឹកនាំពុទ្ធសាសនាឲ្យរីកកាន់តែចម្រើនហើយថែមទៀតហើយបន្ទាប់មកសូមគោរពជំរាបសួរអ៊ំឆៃគីមហើយភ្លេចឈ្មោះហើយបងប្អូនទាំងអស់នៅសហរដ្ឋអាមេរិកដែលសពដងអ៊ំបានជួយក្មួយញយមកសូមឲ្យអ៊ំបានសេចក្តីសុខសេចក្តីចម្រើនហើយញាតិទាំងអស់ដែលនៅសង្ឃសារវត្តនេះដែលខ្ញុំរាប់មិនអស់សូមឲ្យញាតិទាំងអស់នឹងមកទទួលផលពីអ៊ំឲ្យបានសេចក្តីសុខសេចក្តីចម្រើនអរគុណច្រើនណាស់ដូចបានចម្រើនពរអញ្ចឹងខ្ញុំលោកយាយវឿនគាត់នៅក្នុងភូមិសិភាពភូមិក្រយាស្រុកខេត្តកំពង់ធំហើយគាត់មានបញ្ហាសុខភាពហ្នឹងយូរឆ្នាំហើយអត់មានកូនចៅបងប្អូនញាតិមិត្តណាអីទេគឺមានតែញាតិនៅជុំវិញនេះតែជាញាតិសាច់ឆ្ងាយញាតិដែលមិនមែនជាបងប្អូនសាច់ឈាមណាប៉ុន្តែញាតិញោមនៅទីនេះគឺគាត់ផ្ដល់នូវសេចក្តីអនុគ្រោះអីដែលអាចជួយបានគឺហុចអ្នកខ្លះគេហុចនេះហុចនោះឲ្យជូនណាយដូនហើយចេះទទួលយកមកទៅអញ្ចឹងអរគុណច្រើនណាស់ថ្មបន្តទៅដល់ទំនុកទៀតហើយនឹងបំពេញកិច្ចការងារនេះជាបន្តទៀតនិមន្តប៉ុណ្ណឹងទៅគឺត្រៀមនឹងដើម្បីយកបច្ច័យ4ទៅប្រគេនលោកចៅនេននៅក្នុងវត្តកញ្ញាខុងកញ្ញាសុខសន្តិខេត្តកំពង់ធំអញ្ចឹងសូមឲ្យញោមជ្រាបនិងអនុមោទនានៅកុសលផលបុណ្យក្នុងការចែកទានជាបច្ច័យ4នេះជូនចំពោះចាស់ព្រឹទ្ធាចារ្យនៃកំសត់ទុរគតក្រីក្រលំបាកនៅក្នុងប្រទេសកម្ពុជាតាមរយៈសមាគមពុទ្ធសាសនាជួយសង្គ្រោះខ្មែរដឹកនាំដោយលោកគ្រូវិញ្ញាធិរដ្ឋគមហាយុទ្ធឿនដែលអាភិបអង្គចិត្តបំពេញកិច្ចការងារនេះតើតែម្ដងបានពោសូមអរគុណនិងសូមអរគុណសាធុ